ជំរាបសួរបងប្អូនថ្ងៃនេះចុះមកទៀតហើយបាទចុះមកមើលត្រួតពិនិត្យច័ន្ទទីទៀតហើយឥឡូវយើងឃើញថាផ្លែវគ្គវគ្គ2នេះឃើញប៉ុណ្ណេះឃើញថាវាស្រស់ល្អស្រស់ចេញគ្រប់មេឃហើយសាផ្លែប៉ុណ្ណឹងទាំងអស់បងប្អូនអាហ្នឹងវគ្គ2បើវគ្គ1វាចេញរៀង20-30% វាផ្លែវាប៉ុណ្ណឹងហ្នឹងក៏វគ្គ1បងប្អូនវាចេញផ្កានៅក្នុងខែ11បាទស្រស់ល្អមានផ្លែមានធំមានតូចចឹងនេះវគ្គមុនផ្លែប៉ុណ្ណឹងតែវាមិនទាន់វាមានតិចវាមានខ្ទង់ប្រហែលជា20%អានេះប្រហែលជាអាចពាក់កណ្ដាលខែ2ហ្នឹងបានបេះហ្នឹងវគ្គមុនផ្លែស្រស់ល្អនេះបងប្អូនគ្រប់មេឃថ្ងៃនេះថ្ងៃយើងថ្ងៃទី7 ខែ 2 2026បងប្អូនមានអីទេយើងដល់រដូវច័ន្ទទីយើងមានតែងាកមកមើលហើយនឹងចែករំលែកថតឲ្យបងប្អូនយើងមើលតុការកំសាន្តអញ្ចឹងបងប្អូនបើបងប្អូនមើលវីដេអូបងប្អូនហើយជួយគាំទ្រផងជួយចុច like និងជាវម្នាក់មួយផងបាទ3ថ្ងៃអីមកយើងមកមើលយើងមកត្រួតពិនិត្យម្ដងនេះខ្លះក៏វាចេញប៉ុណ្ណឹងបងប្អូនអានេះវាចូលប៉ុនមេដៃយើងនេះប៉ុនមេដៃការផ្លែចឹងទាំងអស់បងប្អូនផ្លែទាំងចកោមអញ្ចឹងមើលមកចកោមនេះបើរាប់គ្រាប់ទៅចង់ចូល20គ្រាប់ផ្លែនោះឯលើវិញក៏ផ្លែដែរបាទមកមួយនេះបងប្អូនឲ្យមើលនេះទាំងចកោមហើយសំខាន់ឲ្យវាបានចេញស្រស់ល្អចេញស្រស់វាមិនមែនថាផ្កាតែផ្លែតែម្ដងគឺមានថាគ្រប់តួងគឺសិតតែមកចកោមអញ្ចឹងតែម្ដងបាទសบายចិត្តបើសិនជាយើងបានហើយតម្លៃយើងល្អទៀតតម្លៃល្អសមរម្យទៀតយើងអាចទទួលយកបានចឹងការប្រឹងប្រែងផងយើងវាអត់វាជោគជ័យវាអត់បរាជ័យបងប្អូនចឹងកសិករយើងម្នាក់អ្នកណាក៏ចង់ធ្វើបានថែទាំកុំឲ្យគេដៀលគំនិតថាมันចេះថែអារឿងថែมันឲ្យគេដៀលគំនិតតែសំខាន់បំផុតគឺតម្លៃទីផ្សារបើសិនជានៅស្រុកខ្មែរយើងមានទីផ្សារណាមួយអាចកំណត់បានមធ្យមភាគត្រឹម50ឡើងអញ្ចឹងអ្នកចការច័ន្ទទី1មិនក្រឲ្យបងប្អូនហើយមួយមានកម្លាំងប្រឹងធ្វើហ្មងបងឲ្យមើលផ្លែយ៉ាងហ្នឹងអីផ្លែឡើងស្រោចដើមមកបងប្អូននេះមើលផ្លែឡើងស្រោចដើមតែម្ដងអានេះប្រហែលជា10ថ្ងៃទៀតឡើងប៉ុនមេជើងអស់ហើយចំការនេះស្ថិតនៅក្នុងខេត្តប៉ៃលិនបងប្អូនជាងខាងប៉ៃលិនស្អែកហ្នឹងចុះបាញ់ហាំតកៅមួយជើងទៀតឆ្នាំតកៅបោកជាមួយនឹងជីយើងគេហៅជីត្រីអមបងប្អូនយើងប្រើប្រភេទជីធម្មជាតិជីសរីរាង្គធម្មជាតិអត់សូវប្រើជីគីមីទេគីមីតែឆ្នាំតកៅមួយមើលឃើញរៀងចាំងថ្ងៃទៅរៀងដូចថាមើលអត់សូវច្បាស់តិចបងប្អូនហ្នឹងហើយវីដេអូមានតែប៉ុណ្ណឹងចែករំលែកវីដេអូដើម្បីបងប្អូនមើលលេងកម្សាន្តបងប្អូនយើងខាងចកាមានចកាដូចគ្នាហ្នឹងជារឿងធម្មតាបាទតែសម្រាប់បងប្អូនយើងនៅខាងស្រុកតលេក្រោមខាងអីដែលគាត់
đại cót ơi miền ta sai miền ta ọt ban màu score chấm ca nắng năng mơ lên từng ọt nè ba ọt côn trơn trên miền lia